សួស្តីអ្នកទាំងអស់គ្នាខ្ញុំថាកូមីថ្ងៃនេះដែរខ្ញុំបានយក anime មកសម្រាយទៀតទេដោយសារតែខ្ញុំស៊ី2 copyright ហើយថ្ងៃហ្នឹងផុសឡើង2ដងស៊ីទាំង2ដងអត់ដឹងធ្វើមិនទេអ្នកគ្នាដោយសារតែការកាត់របស់ខ្ញុំនៅមានកម្រិតព្រោះខ្ញុំនៅរៀនកាត់ពីព្រោះខ្ញុំធ្វើតាមគោលការណ៍ YouTube ដោយសារតែគេឲ្យ fair យកវីដេអូកន្លែងស៊ីនណាអញ្ចឹងទៅជាខ្ញុំត្រូវកាត់ស៊ីនវីដេអូនឹងកន្លែងហ្នឹងមួយកន្លែងនឹងវាយគ្នាគឺប្រើ3 second 2 second អញ្ចឹងទៅលើសអត់បានទេហើយខ្ញុំកាត់របៀប2 second 2 second stop 3 second stop វានៅតែអត់បានបន្តែវីដេអូទី1វីដេអូភាគ1នេះគឺខ្ញុំគិតថាវាអាចជាករណីលើកលែងព្រោះក្រុមហ៊ុននៅជប៉ុនភាគច្រើនanime ចាស់យូរអញ្ចឹងភាគច្រើនគេឲ្យហុកមើលវគ្គ1មុននេះមើលវគ្គ1ដើម្បីចំណាប់អារម្មណ៍ទៅឈ្មោះទៅមើលវគ្គ2ហើយគាត់ anime នេះវាគាត់ថាខ្ញុំចេញ2000ដូចជាចេញពី2022យ៉ាវាចេញរៀងយូរដែរហើយរឿងវាថារឿងពាក់ព័ន្ធជាមួយនឹង Kamen Rider ហ្នឹងគឺនៅជប៉ុនវារៀង strict ព្រោះគឺមាន channel បង Phoenix បងសម្រាប់ anime គឺ Kamen Rider គឺគាត់ខ្ញុំស្គាល់គាត់តាំងពី2023ខ្ញុំអត់ច្បាស់ថា2023 24នេះប៉ុន្តែជា2023កាលហ្នឹងគាត់សម្រាយ Super Sentai អីចឹងទៅហើយរឿងរបស់គាត់ភាគច្រើនស៊ី copyright ច្រើនហើយគាត់ដូរ channel រហូតទៅតែប្រហែលរយៈចុងក្រោយប្រហែលឆ្នាំនេះទេគឺគាត់ផុសឲ្យអត់សូវស៊ី copyright ព្រោះគាត់មានរបៀបកាត់ថ្មីខ្ញុំមិនដឹងថាកាត់មិនទេហើយប៉ុន្តែខ្ញុំនឹងព្យាយាមមើលគាត់ថាគាត់កាត់មិនគីឡូអាចរៀនតាមបានហើយបើ anime វិញគឺខ្ញុំគិតថាខ្ញុំនឹងកាត់ stir ខ្ញុំមានវិធី2ខ្ញុំឃើញអ្នកសម្រាយផ្សេងគេកាត់ប៉ុន្តែខ្ញុំអត់ដឹងថាវា work សម្រាប់ខ្ញុំទេពីព្រោះ anime វា strict ខ្លាំងប៉ុន្តែខ្ញុំនៅតែចង់ផុសវាពីព្រោះខ្ញុំមានកម្រងថានឹងធ្វើភាគ2នេះគឺខ្ញុំកាត់យករូបភាពសុទ្ធមកវិធីទី2របស់ខ្ញុំវិធីរបស់ខ្ញុំគឺមាន2គឺវិធីទី1គឺកាត់វីដេអូសុទ្ធមកបញ្ចូលតាមសំឡេងទេចេះខុសទៀតហើយពេលថាកាត់យកតារូបភាពសុទ្ធទេហើយបញ្ចូលសំឡេងហើយទី2គឺ3 second stop ដែរប៉ុន្តែខ្ញុំនឹងព្យាយាមវាថាបន្ថយ speed វាបន្ថយមកឲ្យ slow ហើយមើលទៅវាថាដើរតាក់ខ្ញុំឃើញអ្នកធ្វើ anime ខ្លាយឈើអញ្ចឹងមែនជាពិសេសបើនិយាយចំទៅមិត្តរួមថ្នាក់ខ្ញុំតែតាមិត្តរួមថ្នាក់ហើយក៏ជាមិត្តភក្តិខ្ញុំដែរគាត់ដើរលេងមួយគ្នាអញ្ចឹងទៅព្រោះគាត់ពេលហ្នឹងគាត់ធ្វើតាមនៅវិទ្យាល័យហើយនិយាយចំគាត់ធ្លាប់ប្រម៉ូទនៅមានខ្ញុំមាន channel មានអីប៉ុន្តែដោយសារតែខ្ញុំពេលហ្នឹងខ្ញុំវាថាមានអារម្មណ៍ធ្វើអីតែមួយឆាវដោយសារខ្ញុំកូនពៅហើយខ្ញុំធ្វើអីអាងអីពឹងគេអត់ដូចឥឡូវទេធ្វើអីខ្លួនឯងហើយសួរថាមានមិត្តភក្តិល្បីមិនឲ្យគាត់ប្រម៉ូទឲ្យគឺអត់ទេចង់ឲ្យប្រម៉ូទដែរប៉ុន្តែខ្ញុំចង់ឃើញពីសមិទ្ធផលរបស់ខ្ញុំថាខ្ញុំធ្វើវិញខ្ញុំបានសមិទ្ធផលប៉ុណ្ណាហើយ2024គឺខ្ញុំ fail ម្ដងខ្ញុំធ្វើ2វីដេអូទី1ខ្ញុំមានកម្លាំងចិត្តដែលសារពេលហ្នឹងបាន100 view ផុសហើយអ្នក subscriber គឺអត់ទេក៏អត់ដូចឥឡូវទេគឺអត់មើលហ្មងហើយលើកទី2គឺបានប្រហែលដូចជា10ឬក៏30ខ្ញុំអត់ដឹង30 view ខ្ញុំអត់ដឹងហើយបាក់ទឹកចិត្តកន្លែងហ្នឹងក៏ឈប់ទៅហើយបានរហូតមកដល់2026នេះគឺខ្ញុំធ្វើវីដេអូទី1នេះគឺបាន view ច្រើនហើយដោយសារតែ anime នេះគឺវាថ្មីវាថ្មីសម្រាប់ស្រុកខ្មែរព្រោះអីខ្ញុំអត់និយាយអត់ចង់អួតទេដោយសារតែស្រុកខ្មែរមានតែគេយករឿងហ្នឹងមកសម្រាយទេព្រោះអីរឿងនេះវាមិនមែនរឿងកាប់ចាក់រឿង adventure រឿង isekai ទេហើយក៏ចាំមិនជារឿងស្នេហាទេរឿងនេះជារឿងប្រភេទ like វាថា action mystery អញ្ចឹងទៅព្រោះអីអានោះមានន័យថាម៉េចវាថា
គឺនោះវាយគ្នាដែរប៉ុន្តែវាយតិចហើយពាក់ព័ន្ធជាមួយរឿងនោះវាផ្ដោតទៅលើការស៊ើបអង្កេតស្វែងរកអីដែលអាចកំបាំងអញ្ចឹងទៅថាអូណាគេជានេះណាគេជានោះអញ្ចឹងទៅហើយខ្ញុំចូលចិត្តរឿងអញ្ចឹងនៅស្រុកខ្មែរអត់សូវមានទេទោះជាមានក៏មានតែនៅអ្នកសម្រាយរបៀប K-drama រឿង Hollywood អីចឹងដែរ anime អត់សូវមានទេហើយខ្ញុំចេញវីដេអូនេះគឺខ្ញុំចេញមកបកស្រាយថាមិនបានធ្វើយូរម៉េចហើយវីដេអូនឹងបន្តធ្វើទៀតអត់យ៉ាខ្ញុំនឹងបន្តធ្វើទោះជាខ្ញុំស៊ី copyright ក៏ដោយកុំឲ្យតែខ្ញុំស៊ី copy strike ទៅបានហើយព្រោះតែស៊ីទៅស៊ីម្ដងឬក៏2 ដង 3 ដងខ្ញុំអាចនឹងដូរ channel អីចឹងទៅដូចក៏លក់ចោលតែខ្ញុំមានកម្រង plan ខ្ញុំមានកម្រងចង់នៅបានយូរព្រោះខ្ញុំចង់រកចំណូលពីវាព្រោះឥឡូវនេះខ្ញុំធ្វើការគឺថាធ្វើការចាយថ្ងៃគឺចាត់គ្រាន់ទេខ្ញុំជួយបងធនាគារម៉ាក់ខ្ញុំអញ្ចឹងទៅហើយខ្ញុំចង់រកចំណូលបន្ថែមដើម្បីទុកចាយក្នុងថ្ងៃខ្លះឬក៏ទិញតុកទិញកៅអីទិញ monitor ឬក៏ទិញ laptop ថ្មីអញ្ចឹងទៅព្រោះរងថ្ងៃនេះ laptop កញ្ចារបស់ខ្ញុំហើយនឹងតុកអង្គុយឥតហើយបាច់សួរទេមិនបាក់ធ្វើណាតុកចកែខ្លាំងម្សិលមិញអង្គុយឡើងចង់មើលខ្ញុំអង្គុយកាត់តាំងពីម៉ោង 4 ល្ងាចហើយមកដល់ម៉ោង 10-11 យប់ដល់ 11-12 យប់ដោយសារខ្ញុំសម្រាប់មកញ៉ាំបាយតែបងអង្គុយកាត់តទៀតហ្នឹងដោយសារតែ anime detective វាថា Photopia ហ្នឹងវា mystery ខ្លាំងវាថាវាអាចកំបាំងច្រើនហើយពីអង់គ្លេសវិញគឺពិបាកយល់ខ្លាំងមែនតើហើយខ្ញុំចេះអង់គ្លេសល្មមស្ទើរទេអញ្ចឹងហើយខ្ញុំត្រូវការ search Google search អីដើម្បីបញ្យល់ពេលខ្លះអត្ថន័យក្នុងរឿងហ្នឹងវាដាក់ពាក្យតែខ្លីតិចទេប៉ុន្តែខ្ញុំត្រូវការសម្រាប់អ្នកគ្នាយល់ឲ្យបានច្បាស់យកមកពួកអីតួអង្គនៅក្នុងនឹងខ្លះយើងពិបាកយល់ពីគាត់ដូចជាអាប៉ែនេះចឹងអាប៉ែហ្នឹងវាថាដូច AI តំចេះនិយាយតំចេះដើរតាពិបាកយល់ហើយខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាវីដេអូ 8 នាទីនេះគឺធ្វើឲ្យអ្នកគ្នាសប្បាយចិត្តហើយខ្ញុំក៏អរគុណខ្លាំងណាស់ដែរសម្រាប់ការចូល like subscribe ខ្ញុំបាន100 subscribe 150 subscriber ហើយខ្ញុំអរគុណខ្លាំងមែនតើវាជាសមិទ្ធផលមួយដែលខ្ញុំអត់រំពឹងទុកខ្ញុំគិតថាខ្ញុំបានត្រឹម30 subscriber ឬក៏100 view ឬក៏អីទេប៉ុន្តែអត់រំពឹងទុកហើយដូចខ្ញុំនិយាយចឹងខ្ញុំនៅតែសន្យាថាភាគ 2 ខ្ញុំនឹងចេញបន្ទាប់មកភាគ 3 ខ្ញុំនឹងធ្វើជាបន្ថយ speed ហើយនឹងកាត់ 3 second scope ហើយមានតែប៉ុណ្្នឹងទេខ្ញុំមានតែប៉ុណ្្នឹងទេការនិយាយរបស់ខ្ញុំមានតាក់អរគុណ